នាំឲ្យរស់ឯការបែកបាក់សាមគ្គីនាំឲ្យស្លាប់នឹងព្រះអង្គបញ្ជាក់អញ្ចឹងយើងសង្កេតឃើញហើយក្នុងក្រុមគ្រួសារមួយបើបែកបាក់គ្នាអ្នកចិត្តខាងអ្នកដតីនឹងមើលងាយយើងហើយមើលងាយនៅក្នុងភាពដែលបែកបាក់ដោយគ្មានលំនឹងគ្មានកម្លាំងរឹងមាំក្នុងការការពារជួយគ្នាទេនោះមិនខុសអីពីពាក្យថាចង្កឹះមួយបាច់គេកាច់មិនបាក់តែបើចង្កឹះមួយគេកាច់បាក់ហើយចឹងសូមយកចិត្តទុកដាក់ក្នុងជីវិតរស់នៅក៏ដូចជាដឹកនាំគ្រួសារដឹកនាំប្រទេសជាតិនិងក្នុងការងារចូលរួមសង្គមផ្សេងផងដែរនេះជាចំណុចសំខាន់ណាស់មួយទៀតព្រះអង្គទ្រង់សម្ដែងថាម៉េចទៅព្រះអង្គសម្ដែងថាធម៌ដែលសំខាន់មួយទៀតនោះគឺអបមាទៈមានន័យថាមិនប្រមាទយើងទាំងអស់គ្នារស់នៅត្រូវមានការប្រុងប្រយ័ត្នគ្រប់ពេលវេលាទាំងអស់ក្នុងការដឹកនាំក្នុងកិច្ចការងារធ្វើកិច្ចការអ្វីផ្សេងក្នុងការចិញ្ចឹមជីវិតទាំងផ្លូវលោកផ្លូវធម៌គឺត្រូវមានអីមានសតិសម្បជញ្ញៈមានការភ្ញាក់រលឹកមិនធ្វេសប្រហែសមិនប្រមាទធ្វេសប្រហែសនេះនាំឲ្យស្លាប់ដែរនេះព្រះអង្គសម្ដែងថានាំឲ្យស្លាប់ដែរបែកបាក់សាមគ្គីក៏នាំឲ្យស្លាប់សេចក្តីប្រមាទធ្វេសប្រហែសនេះក៏នាំឲ្យស្លាប់មិនអាចជោគជ័យក្នុងការងារទាំងឡាយបានទេអញ្ចឹងកូនចៅប្រុសស្រីក៏ដូចពុទ្ធបរិស័ទទាំងអស់ត្រូវយកពីធម៌ពីរនេះជាកត្តាសំខាន់ក្នុងជីវិតរស់នៅក្នុងការដឹកនាំទាំងផ្លូវលោកផ្លូវធម៌ផងដែរមួយទៀតព្រះអង្គទ្រង់សម្ដែងដើម្បីមានសិរីសួស្តីសុភមង្គលមានសង្ឃៈធម៌ជួយគ្នាទៅវិញទៅមកនោះព្រះអង្គទ្រង់សម្ដែងពីភារកិច្ចរបស់កូនចៅដែលត្រូវមានភារកិច្ចបំពេញជាមួយមេដាបិតាមាន5យ៉ាងមានន័យថាមេដាបិតាបានបំពេញភារកិច្ចដ៏ល្អប្រសើរជាមួយកូនទី1គឺចិញ្ចឹមបីបាច់ថែរក្សាកូនគឺថាបានល្អព្រះអង្គឲ្យខណៈដែលពេលចិញ្ចឹមបីបាច់គេនេះត្រូវណែនាំគេកុំឲ្យសាងអំពើបាបវាចាបាបកុំឲ្យជួបទុក្ខលំបាកព្រោះបាបនាំមកនៅទុក្ខបណ្ដោយគេចំណុចទី2គឺឲ្យគេសាងបុណ្យព្រោះបុណ្យកុសលនឹងឯងជាអំពើល្អនាំឲ្យគេជួបសុខមិនជួបទុក្ខទេគឺមានសិរីសួស្តីខ្ពង់ខ្ពស់ឧត្តមឧត្តមព្រោះបុណ្យជួយទ្រទ្រង់ឲ្យគេទៅជាមនុស្សល្អប្រសើរមានជោគជ័យក្នុងជីវិតទី3គឺឲ្យកូនទៅរៀនសូត្រមានចំណេះដឹងព្រោះចំណេះដឹងបញ្ញានេះឯងជួយជីវិតឲ្យរុងរឿងបានអញ្ចឹងព្រះអង្គឲ្យតម្លៃមនុស្សលើការដែលសាងបុណ្យវាចាបាបហើយសិក្សាយកចំណេះដឹងឲ្យមានជំនាញពិតប្រាកដនឹងមេដាបេដាក៏ត្រូវមានភារកិច្ចសំខាន់ពីដើមទីទៅរហូតដល់ទី4គឺអ្វីមេដាបេដាត្រូវពិចារណាដើម្បីរៀបចំកូនឲ្យមានគ្រួសារឲ្យមានគ្រួសារឲ្យមានលំនឹងឲ្យមានអីឲ្យមានភាពចិត្តដិតរវាងត្រកូលនិងត្រកូលឲ្យបានល្អបានន័យថាមើលពូជពងសាវតានឹងឯងទី5គឺចែកគេមរតកឲ្យកូននេះមេដាបេដាចែកមរតកឲ្យកូនដោយសង្ឃឹមថាកូននឹងឯងជាអ្នកថែរក្សាពូជអម្បូរវងត្រកូលណាកូនត្រូវមានភារកិច្ចទៅថែរក្សាពូជអម្បូរវងត្រកូលហើយថែរក្សាមរតកឲ្យម៉ែចែកឲ្យបានន័យថាកូនឲ្យមេដាបេដាត្រូវតែរៀបចំទុកដាក់កូនឲ្យមានគ្រួសារនិងចែកទ្រព្យសម្បត្តិឲ្យគេមានដើមទុនរកស៊ីនេះជាសង្ឃៈធម៌មេដាបេដាដែលរស់នៅក្នុងសង្គមស្វាមីភរិយាក៏ត្រូវតែមានសង្ឃៈធម៌ដូចគ្នាអ្នកដឹកនាំប្រទេសនិងប្រជាជនក៏ត្រូវមានសង្ឃៈធម៌ដូចគ្នាចំណុចមួយទៀតកូនវិញនោះតែត្រូវមានភារកិច្ច5យ៉ាងជាមួយមេដាបេដានេះជាចំណុចសំខាន់ដែលកូនត្រូវប្រុសស្រីត្រូវកុំប្រមាថកុំធ្វេសប្រហែសត្រូវប្រឹងប្រែងបំពេញអំពើល្អជាមួយមេដាបេដាឲ្យបានច្រើនទី1ដោយម្ដេចព្រះអង្គសម្ដែងថាកូននឹងឯងត្រូវជួយការងារមេដាបេដាវិញមេដាបេដាចិញ្ចឹមយើងជួយយើងណែនាំយើងបង្រៀនយើងធ្វើអ្វីៗជំនួសយើងពេលដែលយើងអត់ចេះនៅតូចនៅឡើយតែធំហើយកូនប្រុសស្រីត្រូវជួយការងារមេដាបេដាវិញប្រកាសកាន់តែចាស់ទៅកម្លាំងកាន់តែខ្សោយទៅគាត់មិនអាចធ្វើឲ្យដោយការនៅពីក្មេងបានទេអញ្ចឹងយើងត្រូវជួយគាត់នេះជាភារកិច្ចបំពេញបុណ្យកុសលជាមួយមេដាបេដាទី2ដោយម្ដេចកូនប្រុសស្រី
từ kích cú chỉnh châm thay ra xa con nè chỉnh châm thay ra xa con tụm nút mầm rong con rồi con chỉnh châm dân trâu chỉnh châm con đừng thay ra xa bắt đầu phiếp quạt đau chun con ở ban cướp vì liệt đôi tại dân trâu ca phiếp quạt đau bị con đây bắt đầu sẽ đấy sốc chun con bắt đầu chùm nước chưa chịu lực con chun từ con đôi tại dân trong ban sẽ đấy sốc pi mẹ đa về đá trong ban phiếp chưa chịu pi mẹ đa về đá trong ban là vay vay pi mẹ đa về đá để dân trâu ca đối cho nên dân trâu tại bồng pin chun con vinh nở vay vay để con trâu ca níสำคัญบางพอดคนโปรสไลเตอร์แต่บอกเป็นอ้อยบ้างเจ้าบนก็ซอลไกลเลยไปยังบานทัวอย่างนี้มวยเตี้ยอย่างไรมวยเตี้ยประองสำได้ทำไมโกนเจ้าโปรสไลเตอร์เจ๊ไทยรักษาในจำนวนตีใบอ่ะเจ้าเตอร์เจ๊ไทยรักษาเกดำนายมรดกได้เมียดาเบียดาใจอ้อยติดก็ได้ชราก็ได้ยังให้นักชีวิตเด็กđể lúc chay ơi bỏ trọp tới chay chịu vật ở dương chay chấm đây vì chia ở dương nó dương tới thay là sao trọp sầm bát ní đầm bay chiaประโยชน์เลิกสตุยชีวเพียบครัวซาหนึ่งเลิกสตุยเนื้อกัดแต่ยกสึกได้ทลายโนเมียดาใบดาประการยังthay là sao trọpสมบัติกอดใจเอาเมียนได้ทายยังบานthay là saoเนื้อไอ้เนื้อเนื้อชิมได้กอดคอมรอประคำรออัดใจนาได้กลายเป็นใจโกนจังบ่กอดใจเอาให้เติร์ไทยรักษามรดกนี่โดยที่ในยืงตึงออกนี้เนี่ยก็มีเพียงไทยรักษามรดกบ่เปียบรอยังได้นะบ่เปียบรอยังคอมเลี้ยบังก็ทันเลี้ยบังครั้งน่าเตียนดับใบกาเปียประเทศจีนก่อสร้างประเทศจีนเอาโรงเรื่องเตยมหาอำนาจโดยเฉพาะประเทศได้ยังตายแต่ดังครุนยังท่าประเทศกัมพูชีเสียได้สวรรณภูมิเจ้าไอเจ้ามาห้างนกโกได้ยังตัวสกอลให้ดังลือให้ทับบเปะบรอเชิงเนาะโลกบ้านก่อสร้างประเทศจีนหลบใบหลบบ้านในครองสมัยมหานกคือประบาดเยอรมันที่ปรปีนี่ไอโดยชนะการปรังปรายดักน้อมประเทศจีนอ่อยบ้านโรงเรืองแถมเตียงก่อสร้างมหาปราสาทดอละอ้อประนัดขมิ้นประเทศนาถือบ้านโดยเนาะนุไอเจ้ามรดกดักไกลเลยจังยังตรึกกาเปียหอยยังตรึกไทยรักษาหนังซาเมื่อกี้เนี่ยรึงมอมปูดได้เนี่ยดับใบก่อสร้างประเทศจีนเอาโรงเรืองโดยสมัยมหานครได้กับเอาประเทศจีนข้างกี่มืองี้ประเทศจีนข้างมืองี้เดี๋ยวซาแต่ยังใบบักเนี่ยเดี๋ยวซาแต่ยังมันเซอร์เจ้าสมรองเนี่ยเดี๋ยวซาแต่กิดพอประโยชน์เซ็งเนี่ยอัดบานกิดพอประโยชน์รวมสำหรับประเทศจีนเอาจานเชียงพอประโยชน์ได้กี่จนที่เนี่ยคลาสในยี่กรอนแต่ละอสดับละอมือตีตามเป็นอดสมอตรองจมูกครูนไออดสมอตรองหนึ่งเปียสมได้ครูนไออดเดือดซาเปียเสจักครูนไอตีขนมเนียมจะโกนปุยขมายโกโดยขี้เมียนเชี่ยมจัวปุยขมายโกโดยขี้ตรึงเมียนสมาร์ทได้สลันจิตก็สร้างประเทศจิตอ่อยรุ่งเรืองโดยสมัยมหานครกรมปตบังอับขี้กรมตรีงิดเฉลี่ยโป้เกณฑ์ประวัติโยปิจิตอันนัดจิตพ่อจังขนมกันนะเดี๋ยวยังกาเปียประเทศจิตยังสมอตรังครูนยังโดยครูนไอตรังนั่นคือทาสมอตรังในยัยมัดนาคือมัดนึงเหม็นทาสนายหาจิตแต่หมดตายสำลังรบประโยชน์ตอนครูนนู่นตีนะตรึกึดจำนวนนึงดำใบไอดำใบกับเอาประเทศจิตข้างกี่มือเงี้ยยังบ้านbởi dương sang mà khi rừng mòm hỏi nó dương co sangประเทศจิตchuyên lươn hỏi nó không biếtประเทศnàoมือเงี้ยยังตีแต่มาปีdương mìnhต้นrừng mòm là oนี่ไอให้ไม่ยังตีโดยซาพอวิบัติทวนเขาคือปอลปอดบ้านอมพลายติกตีออกให้จังยังก่อสร้างยืดจังเกย์บ่ยืดจังเกย์ให้ไอ้เลยนี่กำปงก่อสร้างยังกำปอมพลายแต่วิ่งตระกาเปียสันติเพียบไปบ้านขนมกระดาษได้กาเปียสันติเพียบขนมประเทศขนมบ้านให้นู้ยังหนึ่งกาเปียประเทศจีนยังบ้านให้ตัวใบประเทศจีนข้างมืองี้ก็ได้โดยเฉพาะเลยนี่ยังเคยตาไทยมืองี้ดักตอบมาไอ้เจ้าดาวยุติชนเยอะแล้วบองสวาหับน่าเตียนสวาหับนะตะกาเปียประเทศจีนนี่ไอ้สมอท้าจะโกนประกอบโดยกัตติญูตาทอจติบัมพดโกนละอ้อบัมพดในกาเปียมรดกจีนครูนคือไอ้ตึกได้นึ่งภาษามหาภาษาดอกสมบูรณ์แบบนั่นเองพร้อมแต่งไอ้วัดปฐจีนนั่นเองขณะในกาเปียประเทศจีนเอาซอสจีน
ការពារទឹកដីការពារមហាប្រាសាទកុំឲ្យគេយកបាននេះគឺជាហៅថាគុណបំណាច់ខ្លាំងក្លាណាស់របស់យុទ្ធជនយើងមិនមែនថាតែមាត់ដូចខ្លះទេខ្លះថាតែមាត់ធ្វើចេះវិញធ្វើចុះវិញអ្នកធ្វើគ្នាធ្វើលះបង់អាយុជីវិតឯខ្លួនឯងគ្រាន់តែថាដើម្បីយកប្រយោជន៍សួរតើទៅធ្វើបានទេឥឡូវថាធ្វើចេះចុះសួរតើអ្នកនឹងឲ្យទៅធ្វើអញ្ចឹងក្នុងខណៈដែលជួបសង្គ្រាមខណៈដែលជួបបច្ចាមិត្តតើអាចដោះស្រាយកើតទេឬក៏គ្រាន់តែថាជួនកាលមិនប្រកាសទេអ្នកដែលថាមិនប្រកាសថាដល់ពេលទៅចូលក្នុងស្ថានភាពហ្នឹងទៅជួបបញ្ហាហ្នឹងសួរថាធ្វើកើតទេណាសួរថាធ្វើកើតទេប្រកាសថាធ្វើបានដោយពាក្យទេខ្លះត្រង់តែថាតែធ្វើមិនបានដោយពាក្យខ្លួនឯងដែលថានឹងទៅទៀតពាក្យខ្លួនឯងថានឹងតែធ្វើមិនបានទេបានតែថាណែថាងាយទេតែធ្វើពិបាកខ្ញុំដកពិសោធន៍ខ្លួនខ្ញុំខ្ញុំកសាងមជ្ឈមណ្ឌលលះបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនលះបង់ការសបាយរីករាយផ្ទាល់ខ្លួនលះបង់អាយុជីវិតទៀតមកនៅក្នុងព្រៃសត្វតែមានសត្វសាហាវអត់មានសន្តិសុខអីមកការពារក្នុងព្រៃអីទេហើយព្យាយាមកសាងព្យាយាមអត់ធ្មត់នៅអត់ឃ្លាននៅពេលកូវីដហើយអ្នកថាវាអញ្ចេះចុះហើយស្មោះត្រង់ខ្ញុំស្មោះត្រង់ជាមួយជាតិស្មោះត្រង់មួយខ្លួនឯងនៅតែមានអ្នកខ្លះថាអញ្ចេះចុះបើសួរថាអ្នកថាហ្នឹងប្រកាសថាធ្វើបានដូចខ្ញុំទេឲ្យមកធ្វើបានដូចខ្ញុំធ្វើបានទេអ្នកថានឹងមិនប្រកាសថាធ្វើបានទេគ្រាន់តែថាដូចជាអីដូចជាតិចទៀនឲ្យប្រទេសជាតិខ្លួនឯងចឹងចិត្តថាប្រទេសជាតិឯងវាចេះចុះកុំថានាំគ្នារួមគ្នាធ្វើទៅទៀតនាំគ្នាធ្វើហើយនាំគ្នាការពារនាំគ្នាកសាងទៅកុំថាចាកុំថានាំឲ្យបែកបាក់ទេយើងសុខចិត្តចរចាជាមួយគ្នាខុសត្រូវយ៉ាងណាចរចាជាមួយគ្នាទៅចរចាជាមួយគ្នាទៅកុំបែកបាក់គ្នាកុំពឹងឯនេះពឹងឯនោះប្រទេសគេមិនមែនស្រឡាញ់ប្រទេសយើងដូចខ្លួនយើងស្រឡាញ់ទេគេថាដើម្បីយើងលងទៅក្រៅមនោគមវិជ្ជាគេទៅគេមិនមែនស្រឡាញ់ប្រទេសយើងដូចខ្លួនយើងស្រឡាញ់ប្រទេសយើងទេតែបើពឹងពាក់ចេះតែពឹងទៅធ្វើម៉េចបើយើងនៅខ្សោយបើយើងទន់ជ្រេះប៉ុន្តែកុំសង្ឃឹមថាគេជួយដោយស្រឡាញ់ប្រទេសជាតិយើងដូចខ្លួនយើងនោះកុំសង្ឃឹមឲ្យសោះដូចជាមហាអំណាចសពថ្ងៃនេះគេថាសត្វគេមនុស្សធម៌គេជួយគេបង្កើតអាវុធដើម្បីសម្លាប់មនុស្សហើយគេញុះញង់ប្រទេសមួយនោះឲ្យបែកបាក់គ្នាឆ្លោះគ្នាហើយគេលក់អាវុធឲ្យដើម្បីបាញ់គ្នាគេលក់អាវុធដើម្បីបាញ់គ្នាដល់ពេលយើងទិញមកបាញ់គ្នាចពាក់លុយគេទាដំបូងគេថាយកទៅអត់ទាតែចំក្រោយគេទាចពាក់អំណុលគេឲ្យសួរតើមិនដែរណាប្រជាជនក៏ត្រូវបាត់បង់ត្រូវស្លាប់ត្រូវវិនាសទ្រព្យសម្បត្តិសង្គ្រាមមិនដែលរុងរឿងទេសង្គ្រាមមិនដែលសុខសាន្តទេគ្មានសេចក្តីសុខក្នុងសង្គ្រាមហើយក៏គ្មានភាពរុងរឿងក្នុងសង្គ្រាមដែរអ្នកណាទទួលប្រទេសយើងនៅឯងទទួលសូមកូនចៅប្រុសស្រីពិសេសយុវជនកុំវង្វេងលង់ជាមួយវប្បធម៌បរទេសកុំឲ្យឈួតវង្វេងនឹងអបាយមុខស្រីស្រាលបែងភ្ញាក់រលឹកឡើងកូនភ្ញាក់រលឹកឡើងរឹងប៉ឹងឡើងដើម្បីកសាងប្រទេសជាតិយើងឲ្យរឹងមាំកុំឲ្យគេមើលងាយអញ្ចឹងគេចង់មើលងាយមើលស្រាលគេតេះឌីលយើងយ៉ាងម៉េចដោយសារយើងនេះអត់រឹងមាំគេមើលឃើញចំណុចរបស់យើងគឺយុវជនភាគច្រើនស្រីស្រាលបែងគ្រឿងញៀនគ្រប់មុខគ្រប់យ៉ាងអានឹងឯងដែលធ្វើឲ្យគេមើលងាយនោះចឹងរឹងប៉ឹងឡើងកូនជាទំពាំងស្នងឫស្សីការពារប្រទេសជាតិបើប្រទេសជាតិបាត់បង់ហើយនោះសួរថានៅឯណាបាវចនាជាតិសាសនាព្រះមហាក្សត្រអញ្ចឹងយើងត្រូវការពារឲ្យបាននៅបាវចនាជាតិសាសនាព្រះមហាក្សត្រនេះបើបាត់ហើយនោះយើងទៅនៅឯណាកូនប្រុសស្រីទៅគិតថាបើបាត់ប្រទេសជាតិហើយទៅនៅឯណាឲ្យយល់ច្បាស់ចំណុចហ្នឹងកុំគិតតែសបាយតិចខ្លួននោះចាហើយអ្នកដែលលោភលន់កេងប្រវ័ញ្ចចង់បានពុករលួយមិនចេះជាប់ហ្នឹងក៏គិតឡើងវិញទៅឈប់ពុករលួយទៅទៀតហើយអំពាវនាវសូមឲ្យអ្នកសប្បុរសយើងទាំងអស់ហ្នឹងជួយដល់កងទ័ពយើងទៅព្រោះពិបាកណាស់ក្នុងព្រៃយើងជួយទៅតិចក្តីច្រើនក្តីបន្តិចទៅបានច្រើនហើយប៉ុន្តែគាត់ទៅសុំថាអ្នកយកទៅនោះសុំឲ្យដល់ដៃកងទ័ពផងយុទ្ធជនយើងផងដែលនៅក្នុងព្រៃសុំឲ្យដល់យុទ្ធជនផងឲ្យគាត់សប្បាយចិត្តឲ្យពេញចិត្តជឿជាក់ថាយើងនេះ
ក៏ដឹងសុខទុក្ខគាត់ហើយឧបត្ថម្ភទៅដោយជ្រះថ្លារីករាយសប្បាយចិត្តកម្លាំងក្រោយនេះឧបត្ថម្ភកម្លាំងមុខឲ្យគាត់សប្បាយចិត្តកុំឲ្យរវល់ទៅរញ៉ៃបែកបាក់អាខាងក្រោយគាត់គ្មានទឹកចិត្តការពារសម្រាប់ភូមិមុខទេបើសម្រាប់ភូមិក្រោយគិតតែពីរឿងញុះញង់ពាក្យសម្ដីចាក់ដោតសោកសៀតលើកពីមួយដាក់មួយបន្តោះមួយឲ្យបែកបាក់សាមគ្គីនោះមិនល្អឡើយសម្រាប់ភូមិមុខក៏អត់មានកម្លាំងដែរអញ្ចឹងមេត្តាកុំបំបែកបំបាក់ឲ្យបែកបាក់សាមគ្គីនាំឲ្យពិនិត្យអន្តរាយប្រទេសជាតិសំខាន់បំផុតប្រទេសជាតិបើអត់ប្រទេសជាតិហើយទៅនៅឯណាបើគេម្នាក់គេចង់បានគ្រប់តែគ្នានឹងដែនដីសវណ្ណភូមិនេះគឺគេចង់បានណាអញ្ចឹងប្រឹងប្រែងឡើងយើងនាំគ្នាសន្សំបុណ្យកុសលនាំគ្នាសាងបុណ្យកុសលដើម្បីរួមចំណែកកសាងប្រទេសជាតិផងដែរទី3ទៀតទើសាពុយបវងតកូលគឺពុយបវងតកូលពុយខ្មែរអង្គរនេះឲ្យតាំងនៅរហូតកុំឲ្យបាត់ពុយខ្មែរអង្គរឲ្យសោះឲ្យមើលវីរភាពនិងស្នាដៃពុយខ្មែរអង្គរយ៉ាងណាមិនមែនអន់ថយទេណាយ៉ាអញ្ចឹងយើងភ្នាក់លើកឡើងទី4ថែរក្សាគេរំដែលមរតកម៉ែឲ្យចែកឲ្យយើងត្រូវថែរក្សាមរតកម៉ែឲ្យចែកឲ្យគឺបុព្វបុរសចែកឲ្យនេះសំខាន់ណាស់នេះកំបាត់ទឹកដីមរតកបុព្វបុរសចែកឲ្យគឺទឹកដីមហាប្រាសាទវប្បធម៌ប្រពៃណីអក្សរសាស្ត្រនេះឯងអត្តសញ្ញាណជាតិនេះឯងត្រូវថែរក្សាកុំឲ្យបាត់បង់កុំឲ្យប្រទេសដទៃយកទៅធ្វើជារបស់គេនោះយូរយើងគ្មានអីក្នុងដៃមិនល្អទេប្រឹងប្រែងរួមគ្នាជួយគ្នាទាំងអ្នកនៅសមរភូមិក្រោយទាំងអ្នកនៅសមរភូមិមុខកុំការពារតែមួយផ្លេតទៅតែមួយប្រាវហើយបន្ទាប់មកបោះបង់គ្នាចោលអត់ទេត្រូវការពារថែរក្សាកម្លាំងសមរភូមិមកកងតបយើងនេះត្រូវតែប្រឹងប្រែងជួយកុំឲ្យជួយតែមួយផ្លេតហើយទម្លាក់ចុះគ្នារកអីញ៉ាំមិនបាននោះហើយសំខាន់ផុតអ្នកដែលយកទៅឲ្យដល់ដៃកុំកេងប្រវាញ់លើញើសឈាមរបស់យុទ្ធជនយើងកុំធ្វើចំនួនជួញដូរលើញើសឈាមយុទ្ធជនយើងគេជូនហើយយកទៅដល់ទៅឲ្យដល់កន្លែងទៅហើយរក្សាទុកជូនគាត់បន្តទៀតទៅឲ្យជាប្រចាំកុំឲ្យមានតែមួយពេលអស់ហលីនោះខ្ញុំជឿជាក់ថារដ្ឋាភិបាលនឹងចាត់ចែងការងារនេះខ្ញុំជឿជាក់ថាមានអ្នកស្មោះត្រង់មានអ្នកដឹងសុខទុក្ខដល់កងទ័ពខ្ញុំជឿថាមានតែក៏ជឿថាអត់មានខ្លះដែរកន្លងមកធ្លាប់ដឹងឮហើយយ៉ាសមរភូមិក្រោយឧបត្ថម្ភសមរភូមិមុខគឺចង់ឲ្យដល់ដៃពិតប្រកបចង់ឲ្យយុវជនកងទ័ពយើងនេះណាកងទ័ពនៅសមរភូមិមុខលោកទទួលបាននូវភាពកក់ក្ដៅពីរដ្ឋាភិបាលកក់ក្ដៅពីមន្ត្រីរាជការកក់ក្ដៅពីប្រជាជនកក់ក្ដៅពីពុទ្ធបរិស័ទក៏មានតួនាទីដើម្បីការពារជួយការពារប្រទេសជាតិដែរមិនមែនបដោឲ្យបាត់ប្រទេសជាតិអស់នោះនឹងបាត់បង់សាសនាហើយបាត់បង់ជាតិសាសនាព្រះមហាក្សត្រក៏ដូច្នេះគ្មានឱកាសនឹងបំពេញបុណ្យកុសលឲ្យបានល្អប្រសើរសម្រាប់ទៅអនាគតនិងអនាគតជាតិទេអញ្ចឹងយើងជួយគ្នាទៅណាការពារមរតកតែដូនតាចែកឲ្យនេះគឺអង្គរវត្តនេះដែលគេកំពុងតែចង់បានយកពីយើងទៅមិនមែនយកតែអង្គរវត្តទេមិនមែនយកតែប្រាសាទទេគេចង់យកទាំងដឹកទឹកដីទៀតនោះអញ្ចឹងភ្ញាក់រលឹកឡើងទៅណាកូនចៅប្រុសស្រីភ្ញាក់រលឹកឡើងមន្ត្រីរាជការទាំងអស់ក៏ភ្ញាក់រលឹកឡើងកុំយកតែសុខចាកុំយកតែសុខត្រូវរួមសុខរួមទុក្ខជាមួយគ្នាដើម្បីប្រទេសជាតិយើងមួយទៀតព្រះអង្គសម្ដែងថាមកគេកូនចៅសម្ដែងថាព្រះអង្គសម្ដែងថាកូនចៅត្រូវមានភារកិច្ចធ្វើបុណ្យឧទ្ទិសជូនមេត្តាបិតាពេលដែលគាត់មរណកាលទៅដូច្នេះយើងនេះត្រូវមិនត្រូវធ្វើបុណ្យជូនមេត្តាបិតាក៏ដូចជាបុព្វបុរសដែលលោកលាទៅហើយលោកបានកសាងទុកជាស្នាដៃឲ្យយើងហើយលោកក៏បានលាលោកទៅហើយដែរតែសំខាន់បំផុតនោះយើងត្រូវដឹងគុណភាពដឹងគុណកតញ្ញូនេះធ្វើឲ្យភាពរុងរឿងមានដល់ជីវិតបុគ្គលដែលដឹងគុណនេះឯងអញ្ចឹងមិនមែនដឹងគុណតែម៉ែឪខ្លួនឯងទេដឹងគុណទឹកបុព្វបុរសដែលទុកគេដំណើរឲ្យទុកប្រទេសជាតិឲ្យយើងរស់នៅត្រូវធ្វើបុណ្យឧទ្ទិសដល់បុព្វបុរសផងហើយត្រូវដែលដឹងគុណគឺថែរក្សាសម្បត្តិនឹងឲ្យបាននឹងចំណុចសំខាន់ណាការពារទឹកដីឲ្យបានកុំចម្រាញ់យកផលប្រយោជន៍ពីប្រទេសជាតិចម្រាញ់យកពីញើសឈាមប្រជាជនមានអ្នកស្មោះត្រង់ល្អច្រើនហើយតែមានខ្លះក៏មិនតាន់ល្អដែរសូមមេត្តាកែទៅ
សូមមេត្តាលះបង់ចោលទៅអ្វីដែលខុសចោលទៅអាចំណុចហ្នឹងឯងដែលធ្វើឲ្យបាត់បង់នៅសាមគ្គីធម៌នោះខុសមិនព្រមខែខុសហ្នឹងឯងដែលធ្វើឲ្យគេអន់ចិត្តគេមិនពេញចិត្តអញ្ចឹងតម្រូវគ្នាទៅយោគយល់គ្នាសម្របសម្រួលគ្នាឈ្នះនឹងឈ្នះទាំងអស់គ្នាទៅចាសូមធ្វើម៉េចកុំឲ្យវាអីคล้ายទៅជាសត្រូវនឹងគ្នាខ្មែរដូចគ្នាសត្រូវនឹងគ្នាមិនគួរឡើយសូមឲ្យខ្មែរនិងខ្មែរសាមគ្គីគ្នារុងរឿងកុំឲ្យធ្វើជាសត្រូវជាមួយគ្នានាំឲ្យប្រទេសជិតខាងមើលងាយសូមរួមសាមគ្គីគ្នាឡើងសូមរួមសាមគ្គីគ្នាឡើងដើម្បីប្រទេសជាតិរុងរឿងដែលខ្ញុំលើកឡើងមតិនេះគឺក្នុងនាមជាពុទ្ធបរិស័ទម្នាក់ក្នុងនាមជាពលរដ្ឋម្នាក់ខ្ញុំមិនចង់ឃើញទឹកភ្នែកហូររបស់អ្នកដែលរងគ្រោះដោយសារសង្គ្រាមឈាមហូរដោយសារសង្គ្រាមទឹកភ្នែកហូរដោយសារសង្គ្រាមប្រត់ប្រាស់និរះបាត់បង់អ្វីៗទាំងអស់ដោយសារសង្គ្រាមនិងទទួលផលវិបាករាប់សតវត្សដោយសារសង្គ្រាមគីមីអីទាំងអស់ហ្នឹងទេចង់ឲ្យបានសុខសន្តិភាពទាំងអស់គ្នាចង់សូមបួងសួងដល់បុណ្យបារមីព្រះពុទ្ធជាម្ចាស់គ្រប់ព្រះអង្គដែលទ្រង់បរិនិព្វានទៅហើយសូមបួងសួងដល់ព្រះពុទ្ធពធប្រសង្ឃដែលមានបុណ្យបារមីខ្លាំងក្លាដែលថាมันមានអ្វីដែលមានបារមីខ្លាំងជាងធម៌ព្រះពុទ្ធជាម្ចាស់ព្រះពុទ្ធជាម្ចាស់ដែលមានបុណ្យបារមីខ្លាំងគឺដោយសារព្រះអង្គសម្រេចចាក់ធ្លុះនៅធម៌ទាំងអស់នោះបានសម្ដែងទុកឲ្យសត្វលោកចឹងសូមបុណ្យបារមីពុទ្ធប្រសង្ឃបុណ្យបារមីដែលខ្ញុំសាងជាតិមុនក្តីជាតិនេះក្តីបុណ្យបារមីនៃការកសាងមជ្ឈមណ្ឌលនេះចាគម្ពីរបត្រៃបិដកទ្រទ្រង់វត្តពុទ្ធវចនៈនេះដើម្បីបានបុណ្យច្រើនផលច្រើនរួមចំណែកជួយការពារថែរក្សាទឹកដីនិងជួយជ្រោមជ្រែងដល់យុទ្ធជនទាំងដល់យុទ្ធជនកងទ័ពយើងនៅសមរភូមិមុខឲ្យរួចផុតពីទុក្ខភ័យរួចផុតពីគ្រោះថ្នាក់ទាំងឡាយសូមឲ្យមនុស្សលោកទាំងអស់ក៏ដូចជាប្រទេសកម្ពុជាទាំងមូលរួចពីទុក្ខភ័យភ្លើងសង្គ្រាមនេះជាបណ្ដាដូច្នេះសូមជ្រះថ្លាអនុមោទនាបុណ្យដើម្បីបុណ្យជួយคุ้មគ្រងថែរក្សារួចផុតចាក់ទុក្ខទាំងអស់គ្នាកំបីអ្នកមោតសភគវតោអរហតោសម្មាសម្ពុទ្ធោសត្យអ្នកមោអរហតោសម្មាសម្ពុទ្ធោសត្យអ្នកមោអរហតោសម្មាសម្ពុទ្ធោសារិករិយាអ្នកមាសកាថ្វាយបង្គំចូលមានដល់ព្រះដ៏មានព្រះភិយអង្គនោះព្រះអង្គជាព្រះអរហន្តដ៏ប្រសើរទ្រង់ត្រាស់ដឹងទាំងពួងដោយប្រពៃចំពោះព្រះអង្គឥតមានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយគុណជាបឋមខ្ញុំកាត់នៅខ្ញុំសូមនមស្ការអង្គកាយថ្វាយបង្គំដល់ព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងទីរលឹកដ៏ខ្ពង់ខ្ពស់ឧត្តមក្រៃលែងលោកនេះសូមនមស្ការអង្គកាយថ្វាយបង្គំដល់គុណចាស់ទាំងពីរព្រះអង្គដែលនិមន្តមកដើម្បីសិក្សាព្រះធម៌ក៏ដូចជាសូមគ្រប់ដល់សិលវ័នសិលវតីពុទ្ធបរិស័ទទាំងអស់ដែលមានសទ្ធាជ្រះថ្លាក្នុងការគោរពព្រះធម៌ប្រតិបត្តិតាមគម្ពីរបត្រៃបិដកឲ្យអប់រំចិត្តនៅក្នុងសិលសមាធិបញ្ញាថ្ងៃនេះបានជួបជុំគ្នាច្រើនដោយបានលោកយាយព្រាមអីទេលោកយាយសុកសរឿនទាំងដឹកនាំដល់លោកយាយសុកសរឿនមកអញ្ជើញមកពីខេត្តព្រៃវែងដែលមានឧបាសិកាទាំងអស់40នាក់ចូលរួមដំណើរជាមួយគាត់ហើយនឹងរួមខាងខ្ញុំឯនេះ40នាក់ដែរចាដូច្នេះសូមអញ្ជើញតាំងកាយឲ្យត្រង់ពេនភ្លេនតាំងកាយឲ្យត្រង់មានមុខឆ្ពោះទៅរកកម្មដ្ឋានយើងនឹងប្រតិបត្តិទាំងអស់គ្នាទៅតាមកម្មដ្ឋានដែលយើងឯកភាពគឺព្រះអានាបានុសតិកម្មដ្ឋានខ្ញុំមិនបានលំអិតឲ្យច្រើនទេ
ដោយសារសិតតែធ្លាប់ប្រតិបត្តិហើយចឹងខ្ញុំគ្រាន់តែជម្រាបពីគោលដែលព្រះអង្គសម្ដែងក្នុងការចម្រើនអាណាបាបរិបូរនឹងបានសតិប្បដ្ឋាន4តេដ្ឋាន4បរិបូរនឹងបានពុជង្គៈទាំង7ពុជង្គៈទាំង7បរិបូរបានវិជាវិមុតជាធម៌ដែលរួចផុតចាកទុក្ខនេះឯងអញ្ចឹងនៅក្នុងនេះចំណងជើងបានដាក់ថាអាណាបានសតិសូត្រអាណាបានសតិសូត្រនេះខ្ញុំរំលឹកបន្តិចទេហើយបានមកចូលដល់ចម្រើនអាណាបាបរិបូរនឹងបានសតិប្បដ្ឋាន4បន្ថែមទៀតដើម្បីឲ្យយល់កាន់តែជាក់ច្បាស់ព្រោះថាព្រះអង្គសម្ដែងគឺមានលក្ខណៈថាស្តៀងគ្នាព្រោះកិច្ចប្រតិបត្តិហ្នឹងវាស្តៀងគ្នាដែរទាំងឥឡូវនេះយើងតាំងកាយឲ្យត្រង់មានមុខឆ្ពោះទៅរកកម្មដ្ឋានហ្នឹងមានន័យថាម៉េចទៅយល់អត់កម្មដ្ឋានជាទីតម្កល់នៃចិត្តបានន័យថាដោយសតិប្បដ្ឋាន4រូបវេទនាចិត្តធម៌ជាទីតម្កល់នៃចិត្តដើម្បីចម្រើនកម្មដ្ឋានកម្មៈគឺអំពើឋានៈគឺកន្លែងណាចឹងក្នុងគណៈយើងចម្រើនសមាធិនេះព្រះអង្គបានសម្ដែងពីអាណាបាសតិសូត្រព្រះអង្គបញ្ជាក់ឯណាក្នុងស្ដាប់មកយ៉ាងនេះថាសម័យមួយព្រះរាមាភិទ្រង់គង់នៅក្នុងប្រាសាទមេគិរមេតានៅបព្វរាមជិតក្រុងសាវត្តីអញ្ចឹងក្នុងពេលហ្នឹងក៏មានទាំងព្រះសិរីបុត្រព្រះប្រមោគលានព្រះមហាកច្ចាយណៈព្រះអនន្តអិជាដើមទាំងលោកអ្នកមើលទៅក្នុងបត្រៃបិដកភាគ26ទំព័រ352ចាគ្នាប282ទៀតនឹងនៅពេលថ្ងៃពេញបរមីខែកដឹកព្រះអង្គបានសម្ដែងដល់ភិក្ខុទាំងឡាយឲ្យភិក្ខុទាំងឡាយបានស្ដាប់នៅក្នុងអាណាបានសតិសូត្រនេះចាអាណាបានសតិយើងបានដឹងហើយយើងបានសិក្សាហើយប្រតិបត្តិហើយអញ្ចឹងខ្ញុំសូមចូលមកដល់ចម្រើនអាណាបាបរិបូរណ៍នឹងដានសតិប្បដ្ឋាន4មានន័យថាដូចតែរំលឹកពីអាណាបាធម្មតាអញ្ចឹងដូចគ្នាឥឡូវខ្ញុំសូមជម្រាបជូនណាព្រះអង្គបញ្ជាក់ថាមនាភិក្ខុទាំងឡាយក្នុងភិក្ខុសង្ឃនេះមានពួកភិក្ខុប្រកបរឿយនៅសេចក្តីព្យាយាមជាគ្រឿងចម្រើនភាវនាអាណាបានសតិសម្រាប់សម្រាប់នៅអរិយាបថទាំង4អញ្ចឹងអាណាបាសំដៅលើអីលើខ្យល់ដង្ហើមចេញចូលខ្យល់ដង្ហើមចេញចូលជាកម្មដ្ឋានដែលយើងត្រូវចម្រើនដែលព្រះអង្គសម្ដែងថាការចម្រើនសមាធិរមែងមានធម៌3ដែលប្រព្រឹត្តទៅជាមួយគ្នាបានយល់បានចាំទេថាធម៌3តែប្រព្រឹត្តទៅជាមួយគ្នាពេលចម្រើនសមាធិនេះធម៌3ខ្លះមួយគឺអីមួយគឺខ្យល់ដង្ហើមចេញចូលអាសាសៈបសាសៈណាកំណត់ច្បាស់មួយគឺខ្យល់ដង្ហើមចេញចូលទី2គឺសតិទី3គឺញាណខ្យល់ដង្ហើមចេញចូលនេះជាកម្មដ្ឋានដែលចម្រើនជាគោលមានន័យថាបើលោកអ្នកចម្រើនសមាធិត្រូវស្គាល់ពីអារម្មណ៍អ្វីទៅជាអារម្មណ៍ឲ្យស្គាល់ថាអ្វីទៅជាអារម្មណ៍គឺជាទីតាំងជាទីអាស្រ័យរបស់ចិត្តឥឡូវនេះសូមលោកអ្នកបង្អោនចិត្តរកទីតាំងទីនៅរបស់ចិត្តឲ្យបានមានន័យថាលើកចិត្តឡើងកាន់អារម្មណ៍លើកចិត្តឡើងកាន់អារម្មណ៍គឺលើកចិត្តឡើងតាមដឹងខ្យល់ដង្ហើមចេញនិងចូលសូមអញ្ជើញតាមដានណាលើកចិត្តឡើងកាន់អារម្មណ៍ឈ្មោះថាសមាសង្កបៈឈ្មោះថាកុសលវិតកៈតាមដឹងសង្កេតខ្យល់ដង្ហើមចេញនិងចូលតាមឲ្យជាប់កុំរលត់កុំឲ្យងាករេទៅណាព្រោះនឹងជាអារម្មណ៍ជាទីតាំងរបស់ចិត្តហើយឲ្យចិត្តតោងខ្យល់ដង្ហើមចេញចូលឈប់ទៅតោងកាមគុណ5ពិនិត្យសង្កេតខ្យល់ដង្ហើមចេញចូលរមែងប៉ះខ្ទប់ភាសៈការប៉ះខ្ទប់នឹងបបោមាត់ខាងលើ
មើលឲ្យច្បាស់ដឹងឲ្យច្បាស់ការប៉ះទប់រវាងខ្យល់ចេញនិងចូលនៅរบบបមាត់ខាងលើយើងយកសតិកំណត់ដឹងត្រង់កន្លែងប៉ះទប់នឹងក្នុងគណៈដែលយើងប៉ះទប់យើងដឹងកន្លែងប៉ះទប់សតិគ្រប់គ្រងចិត្តឲ្យដឹងត្រង់ហ្នឹងគណៈដែលតាមដឹងហ្នឹងហៅថាសមាសមាធិតែមិនតន់ចូលអបណាសមាធិទេត្រឹមតែខនិខសមាធិប្រខនិខសមាធិតិចនេះឯងសន្សំយូរទៅទើបបានឧបចារៈសន្សំយូរបានអបណាឥឡូវដឹងឲ្យច្បាស់ខ្លួនឯងកុំកុហកខ្លួនឯងថាតើចិត្តអាត្មាអញតាមដឹងខ្យល់ចេញចូលនេះជួបខ្យល់វែងខ្យល់ខ្លីខ្យល់ទាំងពួងខ្យល់ល្អិតហើយឬនៅបើមិនតន់ទេព្យាយាមសម្លឹងតាមដឹងខ្យល់ចេញនិងចូលធម្មតានេះឲ្យច្បាស់ញាណគឺចិត្តគឺញាណការដឹងនឹងជាចិត្តហើយសតិគឺការគ្រប់គ្រងចិត្តសតិគឺការប្រុងប្រយ័ត្នភ្ញាក់រលឹកប្រុងប្រយ័ត្នកុំឲ្យចិត្តទៅក្នុងទមាមានន័យថាមិនឲ្យចិត្តអណ្ដែតរេមេទៅខាងក្រៅសតិគ្រប់គ្រងចិត្តកុំឲ្យចិត្តចេញក្រៅកម្មដ្ឋានគឺត្រូវតោងខ្យល់ដង្ហើមចេញចូលកំណត់ដឹងឲ្យច្បាស់ដែលព្រះអង្គសម្ដែងថាអាត្មាអញត្រូវកំណត់ដឹងឲ្យច្បាស់ដកដង្ហើមចេញអាត្មាអញកំណត់ដឹងច្បាស់ដកដង្ហើមចូលដំណាក់កាលនេះដឹងច្បាស់ហើយនៅកុំច្រឡំចេញនិងចូលនឹងចេញទន្ទឹមនឹងដឹងខ្យល់ចេញចូលក៏ត្រូវដឹងឲ្យច្បាស់ថាចិត្តអាត្មាអញកំពុងស្ថិតនៅត្រង់ណានៅកន្លែងភាសាការប៉ះទប់ដឹងខ្យល់ចេញចូលចំណុចហ្នឹងហៅថាកុសលវិតកៈបើចេញរេមេទៅណាអកុសលវិតកៈសូមសម្លឹងមើលខ្យល់ចេញចូលឃើញច្បាស់ហើយនៅខណៈឲ្យគ្រប់គ្រងចិត្តដឹងច្បាស់ហើយខ្យល់ចេញចូលនេះគេប្រែប្រួលពីខ្យល់ធម្មតាមកខ្យល់វែងខ្យល់វែងនេះមិនមែនជាការប្រឹងដកដង្ហើមដោយខ្លួនឯងទេមិនមែនជាការធ្វើទេកើតឡើងដោយហេតុខាងដើមឧបការៈឲ្យខ្យល់វែងកើតគឺមានសតិគ្រប់គ្រងចិត្តដឹងខ្យល់ដង្ហើមចេញនិងដង្ហើមចូលដែលមានធម្មតាដំបូងទីនោះយើងតាមដឹងរហូតធ្វើឲ្យមានកម្លាំងគ្រប់គ្រាន់សតិគ្រប់គ្រងចិត្តឲ្យកាន់តែរឹងមាំធ្វើឲ្យខ្យល់ទាំងធម្មតានេះប្រែប្រួលទៅរលត់ទៅខ្យល់វែងកើតឡើងសង្កេតមើលតើបានជួបចឹងអត់ទន្ទឹមនឹងដឹងខ្យល់ចេញចូលខ្យល់វែងចេញខ្យល់វែងចូលទន្ទឹមនោះទុក្ខវេទនាក៏មានទុក្ខវេទនាក៏មានយើងគ្រាន់តែដឹងទៅអូវេទនាតើនោះឯការដែលយើងតាមដឹងខ្យល់ចេញចូលខ្ញុំបញ្ចូលឲ្យហើយទៅក្នុងសតិប្បដ្ឋាន4តែម្ដងព្រោះអត្តន័យដូចគ្នាការដែលដកដង្ហើមចេញចូលក្នុងអានាប្រាណសតិដឹងច្បាស់ហើយនោះនឹងដឹងខ្យល់ដង្ហើមចេញចូលនៅត្រង់ណាតែហៅថាកាយក្នុងកាយគឺខ្យល់ដង្ហើមចេញចូលយើងដកចេញដកចូលនឹងឯងជាកាយតកតងក្នុងកាយកើតដុតក្នុងកាយឯកាយដែលយើងអង្គុយនេះមានដេកទឹកភ្លើងខ្យល់មានអាការៈ32នេះជាកាយមួយផ្នែកឯខ្យល់ដង្ហើមចេញចូលក៏កាយមួយផ្នែក
ខ្យល់ដង្ហើមចេញចូលកើតរលត់ក្នុងកាយនេះកាយដីទឹកភ្លើងខ្យល់កាយអក្សរ32នេះជាកាយមួយនៅខាងក្រៅឯខ្យល់ដង្ហើមចេញចូលនៅខាងក្នុងចឹងបានព្រះអង្គសម្ដែងថាកាយក្នុងកាយអត់មាននៅណាទេណាស្គាល់កាយក្នុងកាយហើយនៅបញ្ជាក់ម្ដងទៀតតែយើងកំពុងដឹងខ្យល់ចេញខ្យល់ចូលខ្យល់នេះគេកើតរលត់ក្នុងកាយមានន័យគេចេញទៅរលត់ទៅខ្យល់ចូលមករលត់ទៅកើតខ្យល់ចេញរលត់ទៅខ្យល់ចូលកើតមានខ្យល់ចូលកើតប្រកបហើយក៏រលត់ទៅវិញប្រកបដែរចឹងយើងមើលខ្យល់ចេញនិងចូលរលត់ឧបការៈឲ្យខ្យល់វែងកើតចឹងខ្យល់វែងកើតនេះដោយហេតុចម្រើនខ្យល់ធម្មតានឹងឯងមើលឲ្យច្បាស់ចឹងខ្យល់កើតរលត់ក្នុងកាយហ្នឹងព្រះអង្គសម្ដែងថាបើយើងពិនិត្យសង្កេតឃើញថាខ្យល់ក្នុងកាយនេះក្នុងកាយនេះកើតរលត់របៀបនេះហៅថាសតិប្បដ្ឋានភាវនាឃើញកាយកើតរលត់មែនអត់មានសត្វបុគ្គលទូលខ្លួនហើយក៏ដកការប្រកាន់ហួងហែងចាប់ចំពាក់ខណៈដែលយើងចម្រើនហើយចម្រើនទៀតចម្រើនឲ្យរឿយចម្រើនម្ដងពីរដងដកអត់បានទេណាតរាប់ខែរាប់ឆ្នាំរាប់ជាតិបានដកការប្រកាន់ហួងហែងបានមិនភ្លាមដកបានភ្លាមទេកុំបខំតែបខំក៏ហក់ខ្លួនឯងហើយអត់ពិតទេមើលស្គាល់ឲ្យច្បាស់ថាកាយនឹងវាបែកធ្លាយទៅកាយនេះអត់មានពឹងបានទេជារបស់សោះសូន្យទៅទេទៅជារបស់វិន័យអន្តរាយទៅតើឃើញច្បាស់ចំណុចនឹងបានដកចិត្តចេញបានចឹងក្នុងគណៈដែលយើងមើលឃើញកាយក៏ឃើញវេទនាដែរគឺវេទនាទាំងឡាយដែលយើងធ្លាប់ជួបប្រទះទាំងតាមផ្លូវកាយផ្លូវចិត្តពេលនេះព្រះអង្គមិនបានយកមកចម្រើនទេព្រះអង្គឲ្យចម្រើននៅបច្ចុប្បន្នធម៌ដែលកំពុងជួបនេះគឺវេទនាដែលចុកដៃចុកជើងចុកចាប់ក្នុងខ្លួនឈឺត្រង់ណានៅក្នុងកាយនឹងឯងវេទនាជាច្រើនដែលធ្លាប់មានមិនពោលទេតែពោលវេទនាឥឡូវនេះកំពុងមាននេះតើឈឺចុកចាប់ត្រង់ណាកំណត់ដឹងថានោះត្រឹមតែវេទនាប៉ុណ្ណោះវេទនាមានប្រកបវេទនានេះក៏គង់តែតាំងនៅនឹងរលត់ទៅពិតប្រកបអញ្ចឹងអត់មាននៅជាមួយយើងទេខណៈដែលយើងដឹងវេទនានេះក៏បានដឹងអ្វីទៀតខណៈដែលយើងដឹងកាយវេទនារមែងដឹងនៅចិត្តអ្នកណាអ្នកដឹងសភាពទាំងអស់នេះកាយដែលកើតរលត់មានខ្យល់ដង្ហើមចេញចូលប្រព្រឹត្តទៅមានខ្យល់ធម្មតារលត់ទៅខ្យល់វែងកើតពីចុងច្រមុះដល់ពោះពីពោះមកចុងច្រមុះវែងរលត់ទៅខ្យល់ខ្លីកើតពីកន្លែងចុងដង្ហើមមកច្រមុះមកចុងដង្ហើមនិងខ្យល់ខ្លីខ្យល់ខ្លីនេះគេតឹងណែនមកអំពង់កតឹងណែនមកដើមទ្រូងកំភៃនឹងជាតួវេទនាដែលកើតដោយសារប្រតិកម្មរបស់ខ្យល់ប៉ុណ្ណោះឯងមិនបាច់ភ័យទេក៏នៅដាក់ចិត្តថាទុក្ខវេទនាទាំងអស់នេះមិនទៀងឡើយកើតហើយតាំងនៅនឹងរលត់ទៅវិញជាធម្មតាចាកំណត់ដឹងយ៉ាងហ្នឹងកុំភ័យព្រួយហើយកុំបខំខ្យល់ឲ្យទៅយ៉ាងនេះយ៉ាងនោះអត់ទេគេទៅតាមហេតុបច្ច័យរបស់គេខណៈដែលចិត្តដឹងខ្យល់ចេញចូលនោះត្រឹមតែចិត្តប៉ុណ្ណោះកុំកំណត់ថាអញដឹងចិត្តនេះចិត្តរបស់អញដកការដាក់ថាអញនៅក្នុងនឹងចេញចិត្តដែលគេដឹងជាសភាវៈមួយយ៉ាងមកបែបជាធម្មជាតិអីសន្សំអារម្មណ៍សោយអារម្មណ៍ដឹងអារម្មណ៍នេះគេកំពុងដឹងអារម្មណ៍គឺខ្យល់ចេញចូលគឺកំពុងសោយអារម្មណ៍ដែលប្រកបដោយកុសលធម៌គឺកុសលវិតកាប្រកបដោយបេតិសុខៈនឹងកើតមានបន្តក្នុងខណៈដែលចិត្តចេះតែស្ងប់ទៅប៉ុន្តែបើមិនតាន់ដល់ទេ
ត្រឹមតែវិតកវិចារៈនោះក៏ត្រូវកំណត់តាមដឹងឲ្យចប់ដែរចឹងក្នុងគណៈនេះសន្សំអារម្មណ៍គេកំពុងសន្សំអារម្មណ៍គឺកុសលធម៌កម្មដ្ឋានទាំង40សុទ្ធជាកុសលធម៌ទាំងអស់មិនមែនជាអាហាររបស់អវិជ្ជាហើយក៏មិនមែនជាអាហាររបស់អីរបស់និវរណធម៌របស់អាហារដែលត្រូវការនិវរណធម៌5តែយើងសពថ្ងៃយើងចាប់ទន្ទាក់នៅសារនិវរណធម៌5នេះចឹងលោកអ្នកពិចារណាតទៀតចិត្តដែលដឹងសភាវៈធម៌ទាំងអស់ត្រឹមតែចិត្តដឹងឈឺចុកចាប់តណាដឹងខ្យល់ដង្ហើមចេញចូលដឹងភាសាកាតប៉ះខ្ទប់តណាណាចិត្តជាអ្នកដឹងមិនមែនជាយើងទេឯកុសលធម៌ទាំងឡាយដែលកំពុងប្រព្រឹត្តទៅនៅក្នុងសតិប្បដ្ឋានទាំង4ដែលយើងតាមដឹងខ្យល់ចេញចូលហើយតាមដឹងធម៌ដែលកំពុងប្រព្រឹត្តទៅទាំងកុសលនិងអកុសលក៏ត្រឹមតែជាធម៌ចិត្តដែលត្រេះរិះចេញទៅក្រៅជាអកុសលនោះក៏ជាធម៌ជាអកុសលវិតកៈចិត្តដែលតាមដឹងអារម្មណ៍តាមវិថីចិត្តតាមមโนទ្វាទៅតាមឈានចិត្តនេះជាកុសលហៅថាកុសលធម៌ចិត្តប្រះចាកលោភៈទោសៈក៏ដឹងចិត្តប្រកបដោយលោភៈទោសៈក៏ដឹងចិត្តក្នុងកាមាវចរៈក៏ដឹងរូបាវចរៈក៏ដឹងអញ្ចឹងចិត្តជាអ្នកដឹងអីដឹងធម៌អញ្ចឹងធម៌នេះត្រឹមតែជាធម៌អត់មានសត្វបុគ្គលតួខ្លួនទេយល់ទេចំណុចហ្នឹងទៀតតាមសង្កេតមើលទៅណាសង្កេតមើលដោយខ្លួនឯងសង្កេតឲ្យច្បាស់តាមដឹងរហូតកុំកបត់ចោលកុំប្រឡែងកម្មដ្ឋានហើយតាំងតែនាំគ្នាបដោយឲ្យចិត្តអណ្ដែតដងរេមេទៅខាងក្រៅឲ្យសោះកុំឲ្យទៅខាងក្រៅឲ្យសោះតែចេញក្រៅគឺមានចាប់ហើយចាប់អន្ទាក់គេហើយរកសេចក្តីសុខអត់ឃើញទេណាសេចក្តីសុខពុំមាននៅក្រៅឈានចិត្តទេសេចក្តីសុខរមែងកើតនៅក្នុងឈានចិត្តនេះឯងបើឈានចិត្តមិនមានហើយសេចក្តីសុខក៏អត់ដែរព្រោះវាអត់មានសេចក្តីស្ងប់ព្រះអង្គសម្ដែងថាគ្មានសុខណាក្រៅពីសេចក្តីស្ងប់ឡើយចឹងមើលទៅទៀតណាឆ្លោះបញ្ចាំងមើលខ្លួនយើងមើលតើមានស្ងប់ទេស្ងប់4នាទី10នាទី20នាទីសុខនៅពេលនឹងឯងតែបើអត់ស្ងប់ទេនៅតែអត់សុខអញ្ចឹងលពើនៅក្នុងតេមេរហូតព្យាយាមមើលបន្តទៀតនឹងឯងដែលព្រះអង្គសម្ដែងថាចម្រើនធម៌មួយបានធម៌4គឺចម្រើនអាណាបាបរិបូរបានស្ទេបថា4ឲ្យលើកឡើងកាយក្នុងកាយវេទនាក្នុងវេទនាចិត្តក្នុងចិត្តធម៌ក្នុងធម៌ត្រឹមតែជាចិត្តត្រឹមតែជាកាយជាធម៌ជាវេទនាប៉ុណ្ណោះអត់មានសត្វបុគ្គលតួខ្លួនឡើយនឹងព្រះអង្គបញ្ជាក់យើងសង្កេតមើលទៅទៀតពេលប្រតិបត្តិនឹងមើលទៅណាសម្លឹងមើលឲ្យចប់ផ្ទះផ្ទាត់ឲ្យចប់មកបន្ទាប់មកព្រះអង្គសម្ដែងថាម៉េចបុគ្គលកាលបើចម្រើនធម៌មួយបានធម៌4ដល់បរិបូរណ៍ហើយរមែងចម្រើនធម៌4បានធម៌7ធម៌4គឺសតិប្បដ្ឋាន4ធម៌7គឺភោជង្គៈទាំង7ឥឡូវមើលសម្លឹងមើលឯណាភោជង្គៈទាំង7នៅឯណាខ្ញុំបានលើកខាងដើមចម្រើនធម៌មួយគឺអាណាបាបានសតិប្បដ្ឋាន4បញ្ជាក់ហើយណាចាំអត់ឃើញមែនអត់ពងអង្គុយនឹងមិនឃើញកាយទេឃើញខ្យល់ដកដង្ហើមចេញចូលទេឃើញកាយកំពុងអង្គុយហើយនឹងខ្យល់ដកដង្ហើមចេញចូលនៅក្នុងកាយទេឃើញចឹងឈ្មោះថាកាយក្នុងកាយឃើញវេទនាចុកដៃជើងឥឡូវមិនតាន់ដល់សុខវេទនាប្រវេទនាមាន3មានសុខវេទនាទុក្ខវេទនាអទុក្ខមសុខវេទនាមាន3មួយទៀតអីឆ្លងពីនឹងទៅដល់ណាឧបេក្ខាវេទនាអញ្ចឹងថែមមួយទៀតប្រហែល4ណាឧបេក្ខាវេទនានេះជាចំណុចខ្ពស់ចំណុចល្អប្រសើរបំផុតដែលអត់ចាប់ចម្ពាក់ជាមួយសុខនិងទុក្ខទេណាអត់មានសុខនិងទុក្ខទេមើលឲ្យច្បាស់ស្គាល់ឲ្យច្បាស់មួយ
សម្លឹងមើលទៀតណាសង្កេតមើលតើតើចិត្តរត់ចេញក្រៅអត់បើរត់ចេញក្រៅចាប់យកមកវិញភ្លាមកុំឲ្យតែចាំតាក់មាយូរពេកកុំឲ្យកាយនៅនេះចិត្តនៅឯនោះចឹងចម្រើនវិបស្សនាដោយមានសមាធិជាហេតុជាដើមជាហេតុដែលនាំឲ្យបានវិបស្សនាដ៏ល្អិតសុខុមដ៏ល្អប្រសើរនេះតែយើងកំពុងពិនិត្យសង្កេតឃើញហើយនៅខណៈចិត្តកំពុងសោយអារម្មណ៍ចិត្តដែលកំពុងសោយអារម្មណ៍សន្សំអារម្មណ៍ជាពូជរបស់សមាធិនិងវិបស្សនានឹងហើយចឹងមើលឲ្យមែនតើបើចិត្តចេញក្រៅអត់ផ្លូវទេធ្លាក់ពីមជ្ឈធ្លាក់ពីមគ្គបដិបទាមានតែផ្លូវដែលទៅកាន់ទីរំលត់ទុកត្រូវធ្លាក់ដោយសារមាទាញទម្លាក់ពីអរិយមកអស់8ទៅចូលអកុសលវិតកៈឧត្តចកុកចៈជាដាចាអានឹងចូលតាក់មាណាអញ្ចឹងដើម្បីបានសតិសម្ភោជង្គៈតតមានសតិនេះគ្រប់គ្រងចិត្តឲ្យចប់ជានិច្ចនឹងចង់បញ្ជាក់អញ្ចឹងតែព្រះអង្គសម្ដែងថាមានសតិតម្កល់តាមដឹងចិត្តនេះតាមដឹងខ្យល់នេះចេញចូលឲ្យប្រកបអញ្ចឹងពេលដែលយើងកំពុងមានសតិតាមដឹងខ្យល់ចេញក៏ដឹងចូលក៏ដឹងនេះកំពុងតាមដឹងនេះសតិគ្រប់គ្រងចិត្តនេះឯងជាហេតុដែលចម្រើនទៅនាំឲ្យបានសតិសម្ភោជង្គៈណាហេតុគឺអញ្ចឹងដូចឥឡូវនេះយើងកំពុងចម្រើនអាណាបានេះហើយបានសតិប្បដ្ឋាន4សតិប្បដ្ឋាន4ជាទីតាំងរបស់សតិ4នឹងមានអីរូបវេទនាសញ្ញាសង្ខារវិញ្ញាណនឹង5នឹងក៏ជាទីតាំងរបស់សតិហើយ4គឺរូបវេទនាចិត្តធម៌4នឹងក៏ជាទីតាំងរបស់សតិបញ្ញខណ្ឌនឹងក៏ជាទីតាំងរបស់សតិពេលយើងចម្រើននឹងមានទាំងអស់ទេណាដោយប្រសរិបុត្រមានទរកាអញ្ចឹងពេលដែលមិនតន់អង្គុយអត់ឃើញធម៌ដែលមិនធ្លាប់មានបែរជាមានហើយបែរជារលត់ទៅវិញបែរជាអត់មានវិញហើយក៏ឃើញរូបវេទនាសញ្ញាសង្ខារវិញ្ញាណច្បាស់កើតរលត់ពេលហ្នឹងក៏ឃើញរូបវេទនាចិត្តធម៌ក៏កើតរលត់ពេលនោះចឹងការដែលសតិតាមដឹងជាប់រាល់ថ្ងៃរាល់ខែរាល់ឆ្នាំហ្នឹងយើងសំឲ្យច្រើនទៅកោពូជពងទៅជាសតិសម្ភោជង្គៈជាអង្គនៃការត្រាស់ដឹងហើយមើលបន្តទៀតនៅក្នុងខណៈចិត្តនឹងពិចារណាធម៌ណាវិតករលត់ទៅវិចារៈកើតឡើងវិចារៈនេះគេពិចារណានៅធម៌សភាវៈធម៌កើតរលត់យ៉ាងម៉េចពិចារណាដឹងទាំងអស់ដឹងទាំងអវិជ្ជាដែលកើតដោយសារអីដែលនិវរណៈធម៌5មាននៅក្នុងសន្តានចិត្តហើយអង្គឈានទាំង5កំពុងតែតាមសម្លាប់និវរណៈធម៌5ហ្នឹងជាអាហារអវិជ្ជានោះឲ្យដឹងថានោះកំពុងតែពិចារណាធម៌ដែលត្រូវកម្ចាត់ដោយធម៌ណាការពិចារណាសង្កេតដឹងនៅធម៌ទាំងអស់ដែលប្រព្រឹត្តទៅនៅពេលសមាធិហ្នឹងវាមិនទៀងជាទុកជាអនត្តាយ៉ាងណាសត្វភាពនៃធម៌ដែលប្រជុំមកមានសតិប្បដ្ឋាន4អនិច្ចំភោជង្គៈទាំង7ចោមរោមអញ្ចឹងបើចោមរោមពិចារណាឃើញធម៌ប្រមូលមកនៅធម៌ប្រមូលមកនៅមគ្គក៏ពូនច្រើនទៅចាស់ខ្លាទៅជាអីធម្មវិរិយៈសម្ភោជង្គៈអញ្ចឹងណាដែលព្រះអង្គសម្ដែងនៅឧបនិស្ស័យសន្សំអញ្ចឹងទៀតមើលទៀតតើចិត្តយើងអញ្ចឹងមែនអត់កំពុងពិចារណានៅធម៌ទេឥឡូវហ្នឹងឬក៏កំពុងពិចារណាកូននៅផ្ទះឬក៏ចិត្តដួលទៅរឿងគេថាអីមិនគេនិយាយអីមិនហ្នឹងទៅជាប់គេទៅពិចារណារឿងគេនោះភ្លេចរឿងឯងដែលពិចារណាធម៌មើលឲ្យច្បាស់ទេណាចាមើលឲ្យច្បាស់ហើយបើពិចារណាធម៌ច្បាស់ហើយឧបការៈអីនៅខ្ញុំអានណាដើម្បីកុំឲ្យថាព្រះអង្គសម្ដែងថាខណៈដែលរងាប់នៅកាយសង្ខារវិជ័យសង្ខារចិត្តសង្ខារហើយមិនទៀតរំលែកតាំងចិត្តក្នុងអារម្មណ៍មូលតែមួយអារម្មណ៍ស្មើក្នុងអារម្មណ៍មូលតែមួយហើយដល់អារម្មណ៍ស្មើមូលតែមួយស្គាល់សតិប្បដ្ឋាន4ច្បាស់ហើយស្គាល់អីទៀតមនេភិក្ខុទាំងឡាយសតិប្បដ្ឋានទាំង4ដែលបុគ្គលចម្រើនដោយម្ដេច
ធ្វើឲ្យរឿយដោយមួយដេចញ៉ាំងភោជង្គៈទាំង7ឲ្យពេញបរិបូរណ៍បានមនាខទាំងឡាយក្នុងសម័យណាភិក្ខុពិចារណារឿយនៅកាយក្នុងកាយព្យាយាមដុតកម្ដៅកិលេសប្រកបដោយប្រាជ្ញាដឹងសពមានស្មារតីជាគ្រឿងកំណត់បន្តបងនៅអបិជានឹងតោមណោះក្នុងលោកណាពីរនឹងអត់ចោលណាសម្រាប់សមាធិឲ្យដឹងថាកំចាត់បងនៅអបិជានឹងតោមណោះក្នុងលោកអបិជាគឺជាតួលោភៈដែលត្រេកត្រអាលពេញចិត្តហើយអីតោមណោះជាតួអីជាតួតោសៈថ្នាំងថ្នាក់បដិខៈសពថ្ងៃយើងមានពីរនឹងរត់កកចងចប់នុយរបស់គេចប់អន្ទាក់មេពីរនឹងខ្លាំងខ្លាមែនតើអបិជានឹងតោមណោះនឹងឯងដែលធ្វើឲ្យយើងអង្គុយពេលនេះបើមានអបិជានឹងតោមណោះក្នុងចិត្តនោះគេបានបំផ្លាញកុសលធម៌ថ្នាក់សិលយើងបដាកុសលធម៌ថ្នាក់សិលនឹងសាបសូន្យបដាក្នុងគណៈដែលមានអបិជានឹងតោមណោះក្នុងលោកកាន់តែច្រើនទៅចឹងព្រះអង្គបញ្ជាក់ថាម៉េចមនីភិក្ខុក្នុងសម័យណាស្មារតីដែលភិក្ខុតម្កល់ខ្ជាប់ខ្ជួនហើយមិនបានវង្វេងសម័យនោះឈ្មោះថាសតិសម្ភោចង្គៈណាដែលខ្ញុំបានបំភ្លឺសម្រាយបញ្យលសម្រាយបាញ់មិញហ្នឹងតាមមានសតិគ្រប់គ្រងចិត្តតាមដឹងរហូតខ្យល់ចេញក៏ដឹងចូលក៏ដឹងចិត្តចេញក្រៅក៏ដឹងទាញមកវិញចិត្តនៅក្នុងកម្មដ្ឋានក៏ដឹងសតិគ្រប់គ្រងចិត្តកុំឲ្យចិត្តតបលបាយទៅណាទៅណីនឹងឯងក្នុងគណៈនឹងឯងដែលធ្វើឲ្យមានអារម្មណ៍មូលតែមួយហើយព្រះអង្គបញ្ជាក់ថាមិនវង្វេងភ្លេចណាបានន័យថាមិនវង្វេងទៅណាទៅខ្យល់ចេញទៅតាបាត់ហើយចម្រើនខ្យល់ចេញខ្យល់ចូលច្បល់ចូលគ្នាមិនដឹងនៅណាដល់សារអីមានខ្យល់ទាំងពួងកើតឡើងខ្យល់ទាំងពួងកើតឡើងវល់បដ ாய் ចឹងកំណត់ដឹងឲ្យច្បាស់នោះព្រះអង្គសម្ដែងថាមានសតិមិនវង្វេងភ្លេចនឹងឯងឈ្មោះថាសតិសម្ភោជង្គៈដែលភិក្ខុនោះប្ររពហើយបានព្រះអង្គសម្ដែងតទៀតថាម៉េចសម័យភិក្ខុចម្រើនសតិសម្ភោជង្គៈបានបរិបូរហើយភិក្ខុនោះឯងមានស្មារតីក៏ជ្រើសរើសត្រេះរិះដល់នៅកិរិយាសាកលបងនៅធម៌ដោយប្រាជ្ញាណាលោកយាយមិនធ្លាប់សាកល្បងនៅធម៌ដោយប្រាជ្ញាខ្លួនឯងទេចង់ដឹងថាម៉េចទៅធម៌សាកល្បងនៃសមត្ថភាពខ្លួនឯងបានស្គាល់ធម៌ក្នុងធម៌ហើយនៅចឹងក្នុងគណៈដែលជ្រើសរើសត្រេះរិះពិចារណាសាកល្បងនៅធម៌ដោយប្រាជ្ញាដកដងខ្លួនឯងនឹងឯងតែហៅថាធម្មវិរិយសម្ភោជង្គៈណាដែលពិចារណានៅធម៌ឃើញច្បាស់នៅធម៌នឹងឯងមួយទៀតព្រះអង្គថាម៉េចសម័យណាដែលភិក្ខុចម្រើននៅធម្មវិរិយសម្ភោជង្គៈបានបរិបូរហើយរមែងឧបការៈឲ្យទៅណាទៀតរមែងឧបការៈឲ្យទៅដល់វិរិយសម្ភោជង្គៈណាសេចក្តីព្យាយាមវិរិយចឹងវិរិយសម្ភោជង្គៈនេះសំខាន់ណាស់ឧបការៈឲ្យទៅណាទៀតព្រះបញ្ជាក់ថាបើមានវិរិយៈហើយឧបការៈឲ្យអីបានន័យថាភិក្ខុនឹងឯងបរិបូរណ៍ដោយការចម្រើនហើយក៏កើតបិតិកើតនឹងឯងដែលធ្វើឲ្យឯងមានបស្សទ្ធិណាបស្សទ្ធិសម្ភោជង្គៈបិតិសម្ភោជង្គៈនឹងកើតឡើងចឹងព្រះអង្គបញ្ជាក់ទៀតថាម៉េចកាយរបស់ភិក្ខុដែលមានចិត្តប្រកបដោយបិតិក៏ស្ងប់ស្ងាត់ហើយទាំងចិត្តដែលស្ងប់ស្ងាត់ហ្នឹងភិក្ខុក៏បានជួបនៅអីបស្សទ្ធិសម្ភោជង្គៈណាភាពស្ងប់ស្ងាត់នៃកិលេសភាពស្ងប់ស្ងាត់នៃចិត្តសៅមងភាពស្ងប់ស្ងាត់នៃនិវរណៈធម៌5ក៏ដូចជាកាមគុណ5ចាគឺជាបុណ្យកុសលដ៏ក្រៃលែងជាធម៌ដែលត្រាស់ដឹងទាំងព្រះអង្គសម្ដែងភោជង្គៈទាំង7ជាធម៌ត្រាស់ដឹងដោយសារអីដោយសារបញ្ញានេះបានស្គាល់ច្បាស់នៅធម៌ដែលត្រូវត្រាស់ដឹងគឺអរិយមេអង្គ8ដែលស្ថិតនៅក្នុងភោជង្គៈទាំង7នេះឯងចា